មិនដល់ថ្នាក់ចំណាយច្រើនណាស់ដូចបងថាទេតាមពិតទៅតើតើនឹងការចំណាយទៅលើការថែទាំសុខភាពរបស់យើងជាប្រចាំក៏លេខមើលមកផ្លែតដំបងគិតមកផ្លែតដំបងហ្នឹងដូចយើងចំណាយច្រើនមែនអញ្ចឹងតែតាមពិតការចំណាយទៅលើការថែទាំសុខភាពជាប្រចាំគឺជារឿងដ៏ឆ្លាតវៃគឺជាការគិតនិងការសម្រេចចិត្តដ៏ឆ្លាតវៃការចំណាយទៅលើការថែទាំសុខភាពជាប្រចាំយើងចំណាយតិចជាងនៅពេលដែលយើងឈឺនៅពេលដែលយើងមានសុខភាពល្អយើងមានឱកាសក្នុងការបង្កើនទ្រព្យរបស់យើងហើយនឹងធ្វើឲ្យជីវិតរបស់យើងកាន់តែមានគុណភាពតែបើសិនជាថ្ងៃណាមួយធ្លាក់ខ្លួនឈឺវិញយើងត្រូវចំណាយលុយជាច្រើនដើម្បីព្យាបាលជំងឺបន្ទាប់មកយើងត្រូវការពេលវេលាជាច្រើនទៀតដើម្បីស្ដារសុខភាពរបស់យើងឲ្យប្រសើរឡើងអញ្ចឹងមានន័យថាយើងអត់មានពេលវេលាក្នុងការរលុយទេហើយមិនមែនគ្រាន់តែយើងទេជាអ្នកខាតមនុស្សជុំវិញយើងគ្រួសារយើងគឺខាតទាំងអស់គ្នាធម្មតាតែឈឺម្នាក់នឹងរវល់មកផ្ទះហើយជាពិសេសតើតើនឹងការញ៉ាំអាហារសុខភាពដែលខ្ញុំញ៉ាំរាល់ថ្ងៃដើម្បីថែទាំសុខភាពខ្ញុំនេះគឺចំណេញដោយសារយើងអត់ចាយបន្ថែមទៅលើការចំណាយប្រចាំថ្ងៃរបស់យើងទេយើងគ្រាន់តែផ្លាស់ប្ដូរការចំណាយរបស់យើងយកលុយហ្នឹងមកញ៉ាំអាហារសុខភាពវិញដើម្បីថែទាំសុខភាពរបស់យើងជាប្រចាំអញ្ចឹងការចាយលុយរបស់ខ្ញុំគឺខ្ញុំបានទាំងរូបរាងល្អហើយបានទាំងសុខភាពល្អជាក់ស្ដែងមនុស្សជាច្រើនកំពុងតែចាយលុយដើម្បីបំផ្លាញសុខភាពរបស់ខ្លួនឯងប៉ុន្តែគាត់អត់បានគិតថាការចាយលុយហ្នឹងគឺច្រើនមែនទែនប៉ុន្តែបើតើតើនឹងការចាយលុយដើម្បីសុខភាពនិងរូបរាងល្អរបស់ខ្លួនឯងគាត់គិតថាច្រើនទៅវិញតាមពិតទៅរូបរាងហើយនិងសុខភាពរបស់យើងគឺស្ថិតនៅលើការគិតរបស់យើងកន្លែងហ្នឹងឯង